มีសាច់មួយតម្លៃប៉ុន្មានខ្វះពីរទៀតបងលុយអត់គ្រាន់ទេម៉ាក់ម៉ាក់កូននឹកម៉ាក់ណាស់សូម្បីតែអាហារពេលព្រឹកឲ្យគេហូបក៏ឯងធ្វើមិនបានដែរឬនេះគ្រប់គ្រាន់ហើយម៉ាក់កុំទៅណាម៉ាក់អ្នកណាចង់បានលុយស្មោកគ្រោករបស់គាត់ឃ្លានណាស់ម៉ាក់លែងត្រូវការពួកយើងហើយមានរឿងអីមិនក៏ប្រញាប់ប្រញាល់ម្លេះមានអ្នកណាធ្វើបាបកូនមែនទេតោះយើងទៅចុះពួកយើងប្រញាប់ទៅចុះគេចចេញទៅឯងជានរណាកុំចូលមកប្រយ័ត្ននេះវាមានរឿងអ្វីកើតឡើងក្មេងពីរនាក់នេះត្រូវជាអ្វីនឹងឯងជានគូខ្ញុំអាចពន្យល់បានខ្ញុំសួរម្ដងទៀតតើវាជារឿងអ្វីទៅពួកគេខ្ញុំសូមអង្វរបងកុំខឹងអីពួកគេជាកូនបង្កើតរបស់ខ្ញុំជាកូនរបស់យើងទាំងពីរកាលនោះផ្ទះក្រខ្លាំងណាស់សូម្បីតែអង្គដាំបាយក៏គ្មានដែរពេលគេចេញទៅក៏លែងត្រឡប់មកវិញទៀតខ្ញុំម្នាក់ឯងមិនអាចចិញ្ចឹមកូនទាំងពីរនាក់នេះបានទេខ្ញុំមិនហ៊ាននិយាយទេខ្ញុំខ្លាចបងដឹងហើយបងមិនត្រូវការខ្ញុំទៀតខ្ញុំនឹងគ្មានអ្វីសល់ទាំងអស់ពូក្មួយឃ្លានណាស់ជប់សម្លឹងមើលគ្រប់គ្រាន់ហើយមែនទេពួកយើងមិនត្រូវការការអាណិតពីអ្នកទេជីវិតរបស់ខ្ញុំអាចរស់បានដោយខ្លួនឯងឈីទៅបងនឹងនាំអូនទៅរកអីញ៉ាំនៅកន្លែងផ្សេងពួកយើងមិនត្រូវការសេចក្តីសប្បុរសពីអ្នកណាទាំងនោះទេម៉ាក់កូនមិនទៅទេកូនចង់នៅជាមួយម៉ាក់ឈប់សិននរណាអនុញ្ញាតឲ្យពួកឯងទៅម្ចាស់ហាងយកបបពីរចានមកកូនញ៉ាំបបរទៅមេម៉ាក់ឃ្លានហើយមិនបាច់រវីរវល់ជាមួយពួកយើងទេពួកយើងមានវិធីរកដោយខ្លួនឯងវៃជាយកលុយទៅហាងអាហារពេលព្រឹករបស់តាលីនៅមាត់ផ្លូវខ្ញុំនឹងទៅឥឡូវនេះរឿងរៀនសូត្ររបស់កូនខ្ញុំជាអ្នកទទួលខុសត្រូវខ្ញុំមិនត្រូវការឲ្យអ្នកមកអាណិតពួកយើងទេជាកូនប្រុសត្រូវតែខ្លាំងឲ្យប្អូនស្រីញ៉ាំបបរក្តៅសិនមិនបានទេភ្នែកទៅជាយ៉ាងម៉េចហ្នឹងតើប៉ុន្មានថ្ងៃនេះមិនបានដេកលក់ស្រួលមែនទេមិនបានបិទភ្នែកដេកឡើយប៉ុន្មានថ្ងៃមកនេះយំច្រើនពេកភ្នែកស្ងួតហើយហើមរហូតដល់បើកមិនរួចទេកុំឆ្លីអីកាន់តែឆ្លីវាកាន់តែធ្ងន់ធ្ងរហើយម៉ាក់ឈឺភ្នែកមែនទេមិនអីទេម៉ាក់មិនអីទេកូនប្រញាប់ញ៉ាំបបរឲ្យអស់ទៅសំណាងល្អក្នុងកាបូបមានរបស់នេះយកទៅស្អំសិនទៅប៉ុន្មានថ្ងៃនេះខ្វាយខ្វល់ច្រើនដេកមិនលក់ហើយយំយូរទៀតតើភ្នែកទ្រាំបានដោយរបៀបណាទៅនេះជាអ្វីតើវាមានប្រសិទ្ធភាពដែរឬទេបកចេញប្រើបានភ្លាមងាយស្រួលខ្លាំងណាស់កក់ក្ដៅស្រួលខ្លាំងណាស់ដូចយកកន្សែងក្ដៅមកស្អំអីចឹងអាចក្ដៅបានយូរដល់ទៅ25នាទីកម្ដៅថេរមិនឡើងមិនចុះទេបងថ្លៃរបាំងភ្នែកនេះខ្ញុំក៏កំពុងប្រើដែររាល់ថ្ងៃសម្លឹងតែកុំព្យូទ័រភ្នែកហត់នឿយខ្លាំងណាស់យប់ឡើងត្រឡប់ទៅផ្ទះវិញយកមកបិទគឺស្រួលភ្នែកច្រើនពីមុនខ្ញុំសាកមកច្រើនមកហើយមិនក្ដៅពេកក៏មិនសូវក្ដៅដែរកម្រិតកម្ដៅនេះគឺល្មមតែម្ដង
មួយនេះតម្លៃប៉ុន្មានដែរតម្លៃពិសេសត្រឹមតែ 9.9 ប៉ុណ្ណោះបានដល់ទៅ10បន្ទះហើយផ្ញើជូនដល់ផ្ទះទៀតថប់ម្លេះខ្លាំងណាស់មែនទែនវិចខ្ចប់ដាច់ដោយឡែកពីគ្នាយកតាមខ្លួនបានចង់បិទពេលណាក៏បានជួយបានទាន់ពេលវេលាខ្លាំងណាស់អ្នកដែលចូលចិត្តលេងទូរស័ព្ទឬប្រើកុំព្យូទ័រយូរគួរតែមានទុកខ្លះបើមិនពេញចិត្តអាចបង្វិលសង្វិញបានគ្រប់ពេលអាចទិញបានដោយទំនុកចិត្តអ្នកណាត្រូវការចុចលើរូបប្រវត្តិរូបចូលទៅមើលបានចាប់ពីពេលនេះទៅថ្លៃសិក្សានិងថ្លៃរស់នៅខ្ញុំនឹងទទួលខុសត្រូវទាំងអស់បងប្រុសទទួលយកទៅចុះអរគុណពូអរគុណពូចាប់ពីពេលនេះទៅនឹងមិនឲ្យឃ្លានទៀតទេតាមពូត្រឡប់ទៅផ្ទះវិញចុះទៅចុះត្រឡប់ទៅផ្ទះវិញអរគុណលោកម្ចាស់បើជាអ្នកវិញតើនឹងធ្វើបែបនេះដែរឬទេ